picnic របស់ពួកយើងក៏ជាថ្ងៃចុងក្រោយដែលពួកយើងបានលាគ្នាដែរហើយក៏នាំគ្នាត្រៀមវេលាអស់មកតាមខ្លួនឲ្យហើយ picnic រួចទើបយើងមកខេត្តរៀងខ្លួនគ្រាន់តែចេញពីផ្ទះមកសោះតែគ្នាយើង Cambodia យើងហ្នឹងផ្អើលពី Istanbul អស់ហើយអត់ចឹងឃើញទស្សនភាពអស់វ៉ាលីទេអស់បដាសេតបដាដោយសារតែយើងចិត្តបែកគ្នាហើយពួកយើងបានធ្វើម្ហូបចេញពីផ្ទះហើយខ្លះហើយនៅពេលតែយើងដល់កន្លែង picnic យើងធ្វើតថ្ងៃហ្នឹងយើងមកអាំងសាច់អាំងសាច់ម៉នអីចឹងណាឥឡូវមកមើលទស្សនភាពពួកយើងអស់វ៉ាលីសិនមិនមែនត្រឹមតែអស់វ៉ាលីទេហើយម្នាក់ៗសត្វតែនាំគ្នាកាន់យួរគ្រឿងញ៉ាំគ្រឿងផឹកគ្រឿងអីចឹងណាពួកយើងបាននាំគ្នាដើរទៅជិះឡានក្រុងដោយសារតែផ្លូវតូចចៀតពេលឡានក្រុងចូលមកខាងខ្នក់កៅទេពេលដែលពួកយើងដើរជុំគ្នាមានអារម្មណ៍ថាធម្មតាអត់អីទេប៉ុន្តែនៅពេលដែលយើងថតវីដេអូរួចយើងអង្គុយមើលវីដេអូនឹងសារដើមវិញទើបមានអារម្មណ៍ថាអូស្អាតប្លែកខ្លាំងមែនទែនហ្មងណាជាក្រុមហើយមិនបាច់ឆ្ងល់ទេថាអីបានបងប្អូនទូរគីក៏ចូលចិត្តមើលមុខពួកខ្ញុំនេះបើទៅណាជាក្រុមហើយម្នាក់ខ្ជូតដល់ម្លឹងនេះឥឡូវពួកយើងបានជិះហើយរយៈពេលដែលយើងចេញពីផ្ទះទៅកន្លែង picnic នឹងចង់1ម៉ោងដែរហ្នឹងយូរខ្លាំងមែនទែនរយៈពេល1ម៉ោងនៅលើឡានទាំងអស់គ្នាហ្នឹងគ្មានអាគេដេកមួយទេម្នាក់រមសប្បាយពេញនឹងហ្មងរបៀបថាអត់ដែរជួបជុំគ្នាផងជួបជុំគ្នាលើកទី1ដាក់អស់ដៃហ្មងណាជាស្រ័យបងប្អូនផង vlog មួយនេះរៀងវែងតិចដោយសារតែខ្ជិលកាត់ច្រើនអញ្ចឹងណាតកាត់ទៅមានអារម្មណ៍ថាស្ដាយព្រោះវីដេអូល្អមើលពេកអត់បានច្រើនដោយសារតែគ្នាយើងភាគច្រើនចិត្តរៀនចប់ហើយនៅគិតថាវីដេអូធ្វើមិនឲ្យមានកាន់តែច្រើនតម្រាំតែពេលយើងរៀនចប់យើងអាចរំលឹកអនុស្សាវរីយ៍យើងអាចមើលវីដេអូចាស់ឡើងវិញអីចឹងណាវីដេអូចាស់សកម្មភាពដើរលេងសប្បាយសេទុកសោកអីហ្នឹងគឺមានទាំងអស់ហ្មងនៅក្នុងវីដេអូយើងហ្នឹងនិយាយគឺឡានក្រុងបដកន្លែងទីតាំង picnic ល្មមអាកាសធាតុថ្ងៃហ្នឹងល្អមែនទែនពលឺភ្លឺចែងចាំងជាងជីវិតខ្ញុំទៀតឃើញគ្រាន់តែចុះលើឡានភ្លាមម្នាក់សើចឡើងសប្បាយហ្មងណាអ្នកសប្បាយក៏នៅតែសប្បាយហើយអ្នកពលឡានហ្នឹងវេទនាខ្លាំងជាងគេហ្មងទីតាំងកន្លែង picnic របស់យើងហ្នឹងធំខ្លាំងមែនទែនហ្មងអញ្ចឹងមិនថានៅទូរគីហ្នឹង escape focus លើកន្លែង park ឬក៏កន្លែងទីតាំងសួនដើម្បីឲ្យប្រជាជនគេ picnic ចុងសប្តាហ៍អីចឹងទីតាំង picnic យើងហ្នឹងបើសិនជាយើងដើរអត់អស់កន្លែងទេនឹងតែចុកជើងហ្មងណាតើតែយើងជិះឡានទៅផ្លូវដែលយើងចូលហ្នឹងដើរម្នាក់នឹងចុកជើងអស់ហើយនេះគឺជាវីដេអូកាត់ទេមុខម្នាក់ឡើងស្ងួតអស់ហើយតើតែលើកាមេរ៉ាថតឲ្យសាយទៅនាំគ្នាសាយបានអញ្ចឹងទេភ្លេចខ្លួនមុខស្ងួតអស់លេងម្នាក់ហ្នឹងបើនិយាយពីកញ្ញានេះវិញនេះទ្រាំខ្លួនអស់ហើយពលឡានជាងគេជាងឯងវេទនាហ្មងខ្ញុំយល់អារម្មណ៍អ្នកពលឡានមែនតើដោយសារតែខ្ញុំពីមុនមកពលឡានសាហាវខ្លាំងហ្មងប៉ុន្តែវាបានផ្លាស់ប្ដូររហូតដល់360ដឺក្រេនៅពេលដែលខ្ញុំមកទូរគីពលឡានគឺឈប់ពលហ្មងដោយសារតែជិះឡាននៅទូរគីដឹងស្រាប់ហើយបើកហោះដូចមីស៊ីលអញ្ចឹងក៏លេចមកមើលកន្លែងអាំងសាច់នេះវិញនិយាយពីថាលយខ្លាំងមែនតើផាកគេមួយមានកន្លែងចក្រានអាំងសាច់ឲ្យយើងអីចឹងណាប៉ុន្តែយើងត្រូវថ្លឹងគីឡូសាច់យើងគេកាត់លុយតាមនឹងអីចឹងទៅឲ្យខ្ញុំទៅឈរអាំងសាច់នឹងគេវាជាអកើតទេមើលទៅចឹងបើមិត្តភក្តិប្រុសហ្នឹងគាត់ដេញខ្ញុំមកវិញហើយខ្ញុំថាអូសុំថតវីដេអូសោះដោយសារតែសាច់យើងច្រើនមានតាំងពីសាច់មាន់សាច់គោប្រហិតហើយនឹងត្រីហើយពីនិយាយពីអ្នកដែលអាំងសាច់ហ្នឹងប្រុសឡើងទៅ4នាក់អាកាសធាតុថ្ងៃហ្នឹងរៀងក្តៅផងមកឈរអាំងសាច់នៅមុខភ្លើងក្តៅនិយាយពីថាផ្សាយវិញលងហុយចុកហ្មងណាសាច់គោរបស់យើងក៏បានឆ្អិនផាយបដាហើយនាំគ្នាជូនម្នាក់ម្ចាស់ឥឡូវតែទៅថតកន្លែងអាំងសាច់និយាយរៀបរាប់ពីសាច់ភ្លេចថតកន្លែងខាងស្រីយើងរៀបចំម្ហូបអីខ្លះចាំទៅអត់មើលទាំងអស់គ្នាកន្លែងស្រីយ៉ាងវិញក៏ទៅឃើញជ្រក់មកដឹងថាសាច់ជ្រក់សាច់គោហ្មងណាមានបាយមានអីចឹងទៅហើយធ្វើណែមហ្នឹងយើងនៅគិតថាយើងដាក់សាច់មាន់អីចឹងទៅប៉ុន្តែយើងមានមុខសាច់អាំងហើយសាច់គោអាំងហើយយើងកាច្នៃយកសាច់ត្រីយើងមកធ្វើណែមអីចឹងតែខ្ញុំហៅឈ្មោះខុសទៅដឹងខ្ញុំភាគច្រើនខ្ញុំហៅតែណែមទាំងក៏គួងទៅដឹងណែមយើងដាក់ជាមួយនឹងត្រីនិយាយពីថារសជាតិឆ្ងាញ់ស្លាប់តើងហ្មងណាណែមឆ្ងាញ់មកជុំងុំខ្លាំងជាងគេគឺទឹកត្រីហ្មងសំខាន់អ្នកលាយទឹកត្រីហ្នឹងឆ្ងាញ់ឲ្យមេដៃឲ្យពៀនហ្មងណាតលាយទឹកត្រីត្រូវនិយាយពីថាណែមយើងរសជាតិហោះហ្មងហើយឥឡូវនេះមកដល់ពេលវេលានាំគ្នាហូបហើយកំពុងតែឈរចាំយូរដែរសំខាន់សម្ពាធខ្លាំងមែនតើសាច់មាន់សាច់អាំងហ្នឹងអាំងរួចហើយនៅឈរមើលអត់មានអាគេហ៊ានលូកទេចាំញ៉ាំជុំគ្នាតែអាគេហ៊ានលូកណាដឹងតែត្រូវហ្មងហើយលូកប៉ះអត់បានទេដោយសារតែកាមេរ៉ាហើយនឹងអង្គការភ្នែកមនុស្សនៅចាំឈរមើលសឹងអីនេះឥឡូវដល់វគ្គយើងញ៉ាំហើយនិយាយថាទៅដើមគ្នាដូចស្អីចឹងដូចឃ្លានមកពីណាអញ្ចឹងបើឃ្លានមែនម្នាក់ឃ្លាននឹងញ័រដៃញ័រជើងញ័រសាច់ហ្មងណានាំគ្នាចូលចាំហូបហើយនិយាយថាអ្នកចាប់សាច់ឲ្យនឹងចាប់សាច់មិនចង់តន់ទេខ្ញុំនេះដោយសារតែមានបទពិសោធន៍រួចម្សិលមិញអត់ហ៊ានថតវីដេអូអីច្រើនទេដល់ពេលហូបចាប់ដាំយកចានខ្ញុំឲ្យគេដួសលឿន
នហ្មងកុំឲ្យថាដូចមិនសូវមិញបានហូបនឹងបញ្ចុកបានដិតដល់សឡអស់អីឥឡូវដឹងនេះដឹងខ្លួនហើយគ្នាជ្រៀតដាក់គ្រឿងហូបឲ្យលឿនហ្មងហើយកុំឲ្យចាញ់សិស្សប្រុសនឹងហូបច្រើនណា focus រឿងសាច់អាំងពេកភ្លេចមើលប្រហិតងាកចោះងាកឡើងប៊ីតអស់ហ្នឹងប្រហិតឆឹងនេះបើយើងធ្វើមកពីផ្ទះរួចស្រេចដល់កន្លែង picnic យើងចាប់ដើមដួសដាក់យកហ្មងណា picnic របស់យើងក៏បានចាប់ត្រឹមហ្នឹងឥឡូវនាំគ្នាថតរូបជុំគ្នា vlog នៅ Istanbul ពីយប់3ថ្ងៃអត់ទាន់ចប់ទេណានៅមានវីដេអូបន្តទៀតចាំជួបគ្នានៅវីដេអូក្រោយ Inshallah Görüşürüz